Hello ជំរាបសួរកសួស្ដីទៅកាន់អ្នកមើលទាំងអស់គ្នាបាទថ្ងៃនេះមកជួបជាមួយពូជាតិលោកកូនកស៊ូទៀតហើយបាទថ្ងៃនេះមកថត vlog ថ្មីការលក់កស៊ូម្ដងមើលបងប្អូនយើងបាទតែវីដេអូមុនយើងចេញវីដេអូទៅចាប់កដោបហើយថ្ងៃនេះមកចេញវីដេអូអដែងណែមកថតកូនកស៊ូលក់ផ្សព្វផ្សាយអាជីវកម្មខ្លួនឯងម្ដងមើលតើវាយ៉ាងម៉េចវិញបងប្អូនយើងបាទនេះគឺជាអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំនិយាយតែដិតរបស់យកអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំខំធ្វើវារយៈពេលប្រហែលខែទេនេះតាំងពីខែ4មកបងប្អូនទាំងគ្នាបាទជួយរាប់ឲ្យខ្ញុំផងហើយជួយតម្លាក់commentនឹងមកខ្ញុំនឹងបានចូលអានថាបងប្អូនណាខ្លះដែលតាមដានវីដេអូខ្ញុំពីមុនមកអញ្ចឹងណាហ្នឹងហើយបងប្អូនយើងបាទហើយនេះគឺជាកូនកស៊ូដែលខ្ញុំដាំបានប្រហែលខែតាំងពីខែ4នឹងមកហើយវាបានថ្ងៃនេះគឺថ្ងៃទី22ខែតុលាខែ10បងប្អូនយើងបាទ2025ហើយឥឡូវគឺថាកូនកស៊ូខ្ញុំវាបានរីកចម្រើនមួយកម្រិតហើយបន្ទាប់ពីវាខូចរយៈពេល2ខែជាប់គ្នាដោយសារតែទឹកភ្លៀងអញ្ចឹងបងប្អូនយើងបាទឥឡូវគឺថាវាបានល្អមកវិញហើយដោយសារតែខ្ញុំបុកថ្នាំបុកជីមែនតើបងប្អូនយើងបាទតែមិនបុកជាជីមិនថាបុកប្រមាណទេជីខ្ញុំបុកតាមរាល់ឆ្នាំទេ3ដងក្នុងមួយឆ្នាំហ្នឹងទេតែខ្ញុំបុកវាច្រើនជាងមុនអញ្ចឹងណាហើយនិយាយរឿងថ្នាំវិញគឺថាបុករហូតហ្មងមួយអាទិត្យអត់ដល់មួយអាទិត្យអីបុកតតែវាឡើងបានស្លឹកប៉ុណ្ណឹងវិញអញ្ចឹងណាបងប្អូនយើងបាទបើមិនអញ្ចឹងទេគឺថាអត់ល្អទេព្រោះអីយើងចិត្តដល់រដូវបំបៅវាហើយបងប្អូនយើងបាទដល់រដូវវះកាត់វាអញ្ចឹងណាពេលអញ្ចឹងយើងគួរតែខំបន្តិចគួរតែខំបំពន់វាឲ្យខ្លាំងអញ្ចឹងបងប្អូនយើងបាទពណ៌ជីពណ៌ថ្នាំអីចឹងទៅពណ៌ទឹកមួយថ្ងៃ2ដងអញ្ចឹងទៅបងប្អូនយើងបាទវាល្អហ្នឹងហើយវីដេអូហ្នឹងបើបងប្អូនគាត់ទស្សនាទៅរាំងវល់ឃើញតែខ្ញុំថតអំពីកស៊ូនិយាយអំពីកស៊ូទៅហេតុអីខ្ញុំចង់ប្រាប់បងប្អូនវិញថានេះជាអាជីវកម្មរបស់ខ្ញុំបើខ្ញុំខំព្យាយាមផ្សព្វផ្សាយខំព្យាយាមថតទេអីខ្ញុំទៅថតអីវិញចុះបាទនេះវាជាអាជីវកម្មរបស់ខ្ញុំហ្នឹងហើយបងប្អូនអរគ្នាបាទបើសិនជាត្រូវការអ្នកបំបៅអ្នកវះកាត់កស៊ូអីអាចតាក់ទងមកខាងបងប្អូនបានបាទលេខទូរស័ព្ទនៅខាងចុងវីដេអូហើយក្នុង comment ក៏មានដែរលេខទូរស័ព្ទអាចតាក់ទងមកបានបាទត្រូវថ្លៃប្រូចទៅខេតក៏បានដែរបងប្អូនយើងបាទខេតណាក៏ទៅដែរឲ្យតែត្រូវថ្លៃមិនចង់ថតមុខម្ចាស់ទេតែបើមិនបានចូលក្នុងកាមេរ៉ាបន្តិចគឺវាអត់ចិត្តបងប្អូនយើងបាទតោះតែបានចូលក្នុងកាមេរ៉ាបន្តិចទូចអីដែរបានអត់ចិត្តអញ្ចឹងណាហើយនេះកូនកស៊ូគឺថាឃើញមួយរយៈនេះឃើញវាផ្លែច្រើនផ្លែទាំងគល់ផ្លែទាំងស្លឹកល្អហើយបងប្អូនយើងបាទវីដេអូចាស់មុនឃើញហើយគឺដើមវានៅរាំងស្ទើរតែខ្ញុំបង្ហាញបងប្អូនឥឡូវនេះគឺថាវារាំងធំគូសលហើយដើមរីកចាប់ដើមរីកហើយរីកកលាមកហើយចាប់ដើមប្រែពណ៌បងប្អូនយើងបាទគ្នាដើមប្រែពណ៌ហើយអើយមួយស្ងាត់ដល់ហើយនេះបងអីចាស់មិនទេនៅមានម៉ួយមានអីខ្លះដែរគឺថាស្ងាត់ដល់កនេះស្ងាត់ម៉ួយមែនតើមកទៅលាក់ឲ្យ4-10ម៉ួយមកចែកគ្នារស់អើយសេដ្ឋកិច្ចកំពុងវីវអីកូនកស៊ូធ្វើច្រើននេះបងប្អូនយើងបាទមិនដឹងលក់ទៅខាងណាទុកខាងណីទេនេះម៉ួយគឺស្ងាត់តែធ្វើមិនទេតាមយថាកម្មទៅបងប្អូនយើងបាទទៅដល់ខែអំបៅដល់ខែលក់មានម៉ួយឬក៏អត់ម៉ួយយើងដឹងជាក់ស្ដែងបងប្អូនយើងបាទហើយហ្នឹងហើយវីដេអូហ្នឹងមានច្រើនទេបងប្អូនយើងបាទវីដេអូហ្នឹងគឺមកបង្ហាញតែប៉ុណ្្នឹងទេគឺថាកូនកស៊ូចិត្តបានវ៉ៅហើយមានបងណាត្រូវការជួយកក់ជួយតាក់ទងមកហើយបាទប្រយ័ត្នខ្ញុំអាចចិត្តឈប់លក់ទុកមើលនិយាយលេងបងប្អូនយើងបាទត្រូវការអាចតាក់ទងបងប្អូនបានបាទទីតាំងបងប្អូននៅខាងស្រុកញីក្រែកឃុំវាមលូភូមិច្រាបជាងទេបងប្អូនយើងបាទហើយលេខទូរស័ព្ទដែលត្រូវតាក់ទងមកគឺ093 20 7 14លេខ97 097 5233 085ដូចជា Telegram ក៏មានដែរខ្ញុំ mention ខាងក្រោម comment ហើយ Facebook អីអាចឆាតមកបានបងប្អូនយើងបាទអរគុណច្រើនជំរាបលាបាយបាយជួបគ្នាវីដេអូក្រោយបងប្អូនយើងបាទ